ជាកិច្ចបន្ទាប់ខ្ញុំសូមលើកឡើងពីរឿងរ៉ាវនៃទំនាក់ទំនងដៃគូជីវិតរវាងប្តីនិងប្រពន្ធឬដៃគូសង្សារដែលអភិបនៃរឿងដៃគូជីវិតនេះក្នុងស្ថានភាពសង្គមជាក់ស្ដែងដែលយើងឃើញគ្រប់គ្នាហើយថាវាមានរឿងរ៉ាវជាច្រើនដែលវាបន្សល់នៅសោកនាដកម្មវាបន្សល់នៅការឈឺចាប់ពាក់ព័ន្ធជាមួយនឹងស្នេហាពាក់ព័ន្ធជាមួយនឹងដៃគូជីវិតពាក់ព័ន្ធនឹងភ្លើងប្រច័ណ្ឌពាក់ព័ន្ធជាមួយនឹងជនទី3ពាក់ព័ន្ធជាមួយនឹងអំពើផិតក្បត់ជាច្រើនដែលវាបានបន្សល់នៅស្នាមរបួសស្នាមដំបៅការឈឺចាប់ការសោកសៅសោកសង្រេងវិបត្តិផ្លូវចិត្តជាច្រើននៅក្នុងតថភាពសង្គមខ្មែរយើងសពថ្ងៃតាមការសង្កេតតាមការស្វែងយល់របស់ខ្ញុំយល់ឃើញថាក៏ព្រោះតែបុគ្គលក៏ព្រោះតែបងប្អូនជនរួមជាតិមួយចំនួនដែលមានទំនាក់ទំនងស្នេហាតែមានដៃគូជីវិតនោះគឺនៅខ្វះការយល់ដឹងពាក់ព័ន្ធជាមួយនឹងអំរែករបស់ជីវិតបន្ទាប់ពីមានដៃគូជីវិតហើយតាមការយល់របស់ខ្ញុំទំព័រនៃការកត់ត្រានៃឆាកជីវិតពិតប្រាកដគឺនៅពេលដែលមានដៃគូជីវិតតទៅមុខនៅពេលដែលចាប់ដៃគ្នាខ្លាចជាប្តីប្រពន្ធហើយពេលនោះហើយគឺជាពេលដែលចាប់ផ្ដើមកត់ត្រានៅរឿងរ៉ាវគឺជាពេលដែលចាប់ផ្ដើមកត់ត្រានៃទំព័រជីវិតពិតប្រាកដហើយអារម្មណ៍ដែលធ្លាប់តែជាគូស្នេហាដែលផ្អែមល្ហែមដែលលោកល្អឿនដែលពោពេញដោយភាពផ្អែមល្ហែមនៃក្តីស្រឡាញ់តែនៅពេលដែលក្រោយរៀបការមានកូន1កូន2អាយុរៀងជ្រេបន្តិចឬក៏ខ្លះមិនទាន់ទាំងដល់អាយុជ្រេផងចាប់ផ្ដើមមានបញ្ហារកម្មរកូសចាប់ផ្ដើមមានវិបត្តិផ្លូវចិត្តចាប់ផ្ដើមមានអារម្មណ៍ថាឯកោចាប់ផ្ដើមមានអារម្មណ៍ថាតង្កិចនៅក្តីស្រឡាញ់កាន់តែខ្លាំងទៅរហូតដល់បាត់បង់ម្ចាស់ការคล้ายជាមនុស្សផិតក្បត់คล้ายជាជនទី3คล้ายជារឿងដែលត្រូវបានបន្សល់នៅសោកនាដកម្មជាការបាញ់សម្លាប់ដែលយើងឃើញនឹងភ្នែកគឺវាកាត់ចេញពីភ្លើងប្រច័ណ្ឌវាកាត់ចេញពីជនទី3វាកាត់ចេញពីស្នេហាដែលខ្វះការយល់ដឹងក្នុងចំណែកដែលខ្ញុំត្រឹមតែជាអ្នកនិពន្ធមានរហស្សនាមថាទឹកប៊ិចពណ៌ខៀវខ្ញុំមានក្តីស្រមៃមានក្តីសុបិនមួយថាទឹកប៊ិចរបស់ខ្ញុំអាចផ្ដល់នូវការយល់ដឹងមួយពាក់ព័ន្ធនឹងជំរឿនៃទំនាក់ទំនងដៃគូជីវិតដែលធ្វើឲ្យបងប្អូនដែលមានដៃគូជីវិតហើយមានប្រពន្ធមានប្តីហើយអាចមានមូលដ្ឋានក្នុងការចាប់ដៃគ្នានោះធ្វើឲ្យកាន់តែល្អល្អឿនធ្វើឲ្យកាន់តែមានភាពផ្អែមល្ហែមកាន់តែយូរកាន់តែស្រឡាញ់ដែលអ្វីដែលតែងតែគូបញ្ជាក់នៅក្នុងការតតែងនិពន្ធរបស់ខ្ញុំគឺបានបញ្ជ្រាបនៅទំនាក់ទំនងបែបណាស្នេហាបែបណាការយល់ដឹងពីទំនាក់ទំនងដៃគូជីវិតបែបណាដែលធ្វើឲ្យស្នេហារបស់អ្នកទាំងពីរហ្នឹងកាន់តែយូរកាន់តែស្រឡាញ់កាន់តែយូរកាន់តែល្អល្អឿនកាន់តែយូរកាន់តែផ្អែមល្ហែមរហូតដល់ចាស់កងខ្នងរហូតដល់លាចាក់លោកគ្រប់ទំនាក់ទំនងដៃគូជីវិតភាគច្រើនតែងតែស្រមៃឲ្យស្នេហារបស់ខ្លួនពោពេញដោយរឿងសំប្រកបពោពេញដោយក្តីស្រឡាញ់ពោពេញដោយភាពផ្អែមល្ហែមវាជាតម្រូវការនៃដួងចិត្តរបស់មនុស្សជាច្រើននៅក្នុងសង្គមប៉ុន្តែព្រោះតែអារម្មណ៍របស់កាយអារម្មណ៍របស់ភេទអារម្មណ៍របស់តណ្ហានិងការមិនយកចិត្តទុកដាក់ការប្រងើយកន្តើយពីរឿងអារម្មណ៍ផ្លូវចិត្តវាធ្វើឲ្យបន្សល់នៅសាក់ស្នាមនៃការឈឺចាប់ស្លាកស្នាមនៃរបួសសាក់ស្នាមនៃភាពសោកសៅបានបន្សល់កប់ជ្រៅនៅក្នុងដួងចិត្តរបស់ពុកម៉ែបងប្អូនជនរួមជាតិដែលមានដៃគូជីវិតហើយខ្លះក៏នៅតែបន្តព្រោះក្នុងគំនាបនៃក្តីស្រឡាញ់នៃទំនាក់ទំនងមួយដែលមានអារម្មណ៍ថាខ្វះនៅជំរកជីវិតខ្ញុំយល់ឃើញថាជំរករបស់មនុស្សមាន2ដែលសំខាន់ទី1ជំរកបេះដូងទី2គឺជំរកនៅក្នុងសង្គមខ្ញុំសូមបញ្ជាក់ពីជំរកបេះដូងដែលខ្ញុំចង់គូបញ្ជាក់នោះគឺខ្ញុំតែងតែនិពន្ធតែងតែដាក់បន្ទុកទៅលើមនុស្សប្រុសជាងមនុស្សស្រីដូចខ្ញុំលើកឡើងពីខាងដើមមុនអញ្ចឹងគឺខ្ញុំយល់ឃើញថាទម្ងន់ចិត្តនៃមនុស្សប្រុសគឺមានសភាពលក្ខណៈពីធម្មជាតិមក
គឺធ្ងន់ជាងមនុស្សស្រីពាក់ព័ន្ធជាមួយនឹងការប៉ះទង្គិចផ្នែកផ្លូវចិត្តហ្នឹងគឺក្នុងសង្គមរបស់យើងត្រូវបានទុកនៅអារម្មណ៍ឯកោអារម្មណ៍ក្តាច់ក្តែងរបស់មនុស្សស្រីឲ្យហេលហាលឲ្យមានអារម្មណ៍ថាខ្វះអីមួយយ៉ាងនៅក្នុងជីវិតបន្ទាប់ពីមានដៃគូជីវិតហើយខ្ញុំសង្កេតឃើញថាបុរសដែលជាម្ចាស់បេះដូងរបស់នារីនោះដំបូងហាក់បីដូចជាស្រឡាញ់ខ្លាំងតែកាន់តែយូរកាន់តែបាត់ក្តីស្រឡាញ់វាមានកត្តារួមផ្សំជាច្រើនវាមានកត្តាទាំងសងខាងហើយអ្វីដែលខ្ញុំគូបញ្ជាក់សង្កត់ធ្ងន់ជាងគេនឹងគឺខាងបុរសដែលចាំបាច់ក្នុងស្ថានភាពធម្មជាតិដែលផ្ដល់សភាពចិត្តឲ្យបុរសមានទម្ងន់ធ្ងន់ជាមនុស្សស្រីនឹងគឺចាំបាច់ត្រូវតែคล้ายទៅជាបង្អែកចាំបាច់ត្រូវតែคล้ายជាជំរកដែលផ្ដល់ភាពកក់ក្ដៅផ្ដល់នូវអារម្មណ៍សុវត្ថិភាពឲ្យបុគ្គលដែលជាដៃគូជីវិតរបស់យើងដែលជាប្រពន្ធឬក៏ដែលជាដៃគូស្នេហានឹងតើធ្វើយ៉ាងណាទើបបុរសស័ក្តិសមជាអ្នកផ្ដល់នូវអារម្មណ៍សុវត្ថិភាពអារម្មណ៍ក្តីស្រឡាញ់ធ្វើឲ្យស្នេហារបស់អ្នកទាំងពីរកាន់តែយូរកាន់តែស្រឡាញ់កាន់តែយូរកាន់តែផ្អែមល្ហែមកាន់តែយូរកាន់តែល្អល្អឿនតើមានការយល់ដឹងនៃទំនាក់ទំនងស្នេហាបែបណាទើបធ្វើឲ្យស្នេហារបស់អ្នកទាំងពីរមិនមានឧបសគ្គមិនងាយនឹងរង្គោះរង្គើក្តីស្រឡាញ់ហើយមិនងាយនឹងឈានទៅដល់ការបែកបាក់ខ្ញុំសង្កេតឃើញសង្គមយើងសប្តាហ៍ថ្ងៃដាក់បន្ទុកខ្លាំងទៅលើមនុស្សស្រីហើយបើសិនជាយើងឃើញថ្មីនេះមានមនុស្សស្រីផិតក្បត់មានមនុស្សស្រីមានទី2មានទី3គឺមានបន្ទុកយ៉ាងធ្ងន់ទៅលើមនុស្សស្រីដែលបណ្ដោយខ្លួនបែបហ្នឹងគឺថាកត្តាអ្វីខ្លះដែលរុញច្រានឲ្យមានសភាពបែបហ្នឹងកត្តាតែតណ្ហាតែមួយឬមានកត្តារួមផ្សំជាធម្មជាតិរបស់សត្វដែលកើតមកហ្នឹងគឺមានចំណងតណ្ហាវាជារឿងរបស់ធម្មជាតិតែបើសិនជាបណ្ដោយនៅចំណងតណ្ហាហ្នឹងអត់មានការយល់ដឹងអត់មានការគិតការពិចារណានោះទេវាធ្វើឲ្យអន្ទាក់នៃចំណងតណ្ហាហ្នឹងคล้ายទៅជាសោតនេនកម្មសម្រាប់ជីវិតคล้ายជារឿងមួយសំអុយជីវិតនឹងធ្វើឲ្យខូចទម្រង់ជីវិតអស់មួយជីវិតនេះជាការមិនបានពិចារណាឲ្យបានដិតដល់តែកត្តាដែលរុញច្រានឲ្យមានការផិតក្បត់កត្តាដែលរុញច្រានឲ្យមានជនទី3ឆ្លៀតឱកាសខ្ញុំយល់ឃើញថាវាមានកត្តារួមផ្សំដែលកើតចេញពីទំនាក់ទំនងនេះដៃគូជីវិតទាំងពីរហ្នឹងគឺខ្វះការផ្ដល់ឲ្យគ្នានៅតម្រូវការផ្នែកផ្លូវអារម្មណ៍ផងផ្នែកផ្លូវកាយផងផ្នែកផ្លូវភេទផងតាមការសង្កេតរបស់ខ្ញុំយល់ឃើញថាមនុស្សស្រីឲ្យតែជាមនុស្សដែលខ្លួនស្រឡាញ់វាជាធម្មតាទេគឺពាក់ព័ន្ធជាមួយនឹងចំណងផ្លូវកាយដែលយើងហៅថាជាអារម្មណ៍ភេទអារម្មណ៍របស់ផ្លូវភេទហ្នឹងគឺវាកើតមានខ្លាំងចំពោះតែមនុស្សដែលយើងស្រឡាញ់ទេចុះបើមនុស្សប្រុសដែលជាស្វាមីក៏ដោយដែលជាដៃគូជីវិតនឹងក៏ដោយធ្វើឲ្យទង្គិចនៃក្តីស្រឡាញ់ខ្វះផ្ដល់នូវខ្វះការគិតស្វែងយល់ពីសភាពលក្ខណៈនៃផ្លូវចិត្តរបស់មនុស្សស្រីដែលជាដៃគូជីវិតរបស់ខ្លួនហ្នឹងវាធ្វើឲ្យក្តីស្រឡាញ់ហ្នឹងដំបូងហាក់បីដូចជាស្រឡាញ់ខ្លាំងតែកាន់តែយូរកាន់តែហេលហាលកាន់តែយូរនារីហ្នឹងកាន់តែមានអារម្មណ៍ថាខ្វះអីមួយយ៉ាងកាន់តែយូរកាន់តែមានអារម្មណ៍ថាបាត់ក្តីស្រឡាញ់កាន់តែនឿយណាយពេលហ្នឹងហើយជាឱកាសនៃជនទី3ឱកាសនៃរឿងដែលរុញច្រានឲ្យមានការផិតក្បត់វាកើតឡើងវាមានកត្តាទាំងអស់នឹងដែរអញ្ចឹងអ្វីដែលខ្ញុំចង់ដាក់បន្ទុកហ្នឹងគឺដាក់បន្ទុកឲ្យបុរសចាប់ផ្ដើមគិតស្វែងយល់ឲ្យបានច្រើនសង្កេតឲ្យបានច្រើនពីសភាពលក្ខណៈនៃចិត្តរបស់មនុស្សស្រីដែលជាដៃគូជីវិតរបស់ខ្លួនហ្នឹងសភាពលក្ខណៈនៃចិត្តរបស់មនុស្សស្រីត្រូវការអីតាមការយល់របស់ខ្ញុំគឺត្រូវការយល់ចិត្តត្រូវការក្តីស្រឡាញ់ត្រូវការភាពកក់ក្ដៅភាពផ្អែមល្ហែមត្រូវការបង្អែកត្រូវការចម្រោកដ៏កក់ក្ដៅត្រូវការអារម្មណ៍សុវត្ថិភាពទោះថាបុរសដែលបាននឹងកំពុងតែផ្ដល់នៅអ្វីដែលជាតម្រូវការផ្លូវចិត្តទេខ្ញុំនិយាយនេះគឺសំដៅធ្ងន់ទៅលើមនុស្សស្រីដែលមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយនឹងប្តីតែយូរកាន់តែយូរទៅវាកាន់តែបាត់នៅអារម្មណ៍ស្រឡាញ់ខ្លាំងចំពោះស្វាមីវាកើតចេញពីការមិនយកចិត្តទុកដាក់វាកើតចេញពីការប្រងើយកន្តើយពីស្ថានភាពផ្លូវចិត្តដូចខ្ញុំលើកឡើងពីខាងមុនអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការរស់នៅជុំគ្នាវាតែងតែមានការប៉ះទង្គិចអីតិចតួចហើយក៏ប៉ុន្តែឲ្យតែអ្នកទាំងពីរប្រកបដោយហេតុផលនិយាយគ្នានិយាយប្រាប់ពីកំហុសប្រាប់ឲ្យដឹងពីកំហុសអីជាដើមហ្នឹងវាមានទម្ងន់ការយល់ដឹងពាក់ព័ន្ធជាមួយនឹងស្ថានភាពផ្លូវចិត្ត
របស់នារីហ្នឹងវាត្រូវតែមានបុរសហ្នឹងដែលជាជំហរឲ្យនារីហ្នឹងមានការយល់ដឹងខ្ពស់ហើយជាបងឯកជាជំរកដ៏កក់ក្ដៅសម្រាប់នាងហើយខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនឹងការប្រាប់ពីកំហុសបើមនុស្សស្រីប្រាប់ពីកំហុសរបស់មនុស្សប្រុសដែលជាដៃគូជីវិតហ្នឹងតាមការយល់របស់ខ្ញុំតាមការសង្កេតរបស់ខ្ញុំគឺទម្ងន់នៃផ្លូវចិត្តរបស់មនុស្សប្រុសមានអារម្មណ៍ថាធម្មតាពេលនៅពេលដែលគិតប្រកបដោយហេតុផលឃើញថាខ្លួនឯងខុសមែនអូខេទទួលកំហុសហើយអត់មានទម្ងន់នេះក៏ប៉ុន្តែបើសិនជាមនុស្សប្រុសបានប្រាប់ពីកំហុសទៅកាន់មនុស្សស្រីសភាពលក្ខណៈផ្លូវចិត្តរបស់មនុស្សស្រីពេលទទួលបានពាក្យសម្ដីនៃការប្រាប់ពីកំហុសពីបុរសហ្នឹងគឺប្រៀបដូចជាភ្នំបាក់សង្កត់អញ្ចឹងគឺអារម្មណ៍មនុស្សស្រីគឺបែបហ្នឹងត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅឲ្យបានច្រើនពីសភាពលក្ខណៈនៃផ្លូវចិត្តធម្មជាតិផ្ដល់ឲ្យមនុស្សស្រីបែបណាគឺទម្ងន់នៃពាក្យសម្ដីដែលបុរសប្រាប់ពីកំហុសទៅកាន់នារីហ្នឹងគឺមានទម្ងន់នៅពាក្យសម្ដីហ្នឹងគឺដូចប្រៀបដូចជាភ្នំបាក់សង្កត់អញ្ចឹងពេលហ្នឹងហើយដែលមនុស្សប្រុសជាច្រើនហាក់បីដូចជាខ្វះការស្វែងយល់ពីសភាពលក្ខណៈផ្លូវចិត្តរបស់នារីហ្នឹងហើយនៅពេលដែលប្រាប់ពីកំហុសហើយអត់បានគិតថាសភាពផ្លូវចិត្តរបស់គ្នាពេលហ្នឹងមានអារម្មណ៍ម៉េចតាមការសង្កេតរបស់ខ្ញុំគឺអារម្មណ៍ហេលហាលអារម្មណ៍ត្បិតថាគិតឃើញតែខ្លួនឯងមានកំហុសដែរតែពាក់ព័ន្ធជាមួយនឹងស្ថានភាពផ្លូវចិត្តហាក់បីដូចជាមានទម្ងន់ខ្លាំងណាស់បើមនុស្សប្រុសគិតតែពីអារម្មណ៍ខ្លួនឯងស្ទង់តែពីអារម្មណ៍ខ្លួនឯងប្រកាសជាមានអារម្មណ៍ថាខ្លួនឯងបើសិនជាមនុស្សដែលគឺជីវិតរបស់ខ្លួនស្ដីឲ្យមានអារម្មណ៍ថាធម្មតាអញ្ចឹងប៉ុន្តែមនុស្សស្រីអត់ធម្មតាអញ្ចឹងទេសភាពលក្ខណៈនៃធម្មជាតិផ្ដល់ឲ្យលក្ខណៈផ្លូវចិត្តរបស់នារីហ្នឹងគឺមានទម្ងន់ខុសគ្នាបែបហ្នឹងអញ្ចឹងត្រូវស្វែងយល់ឲ្យបានច្រើនការតាក់តែងនិពន្ធរបស់ខ្ញុំបានគូបញ្ជាក់ច្រើនពីសភាពលក្ខណៈផ្លូវចិត្តរបស់នារីហើយចំហបេះដូងរបស់បុរសបែបណាការផ្ដល់នៅភាពកក់ក្ដៅភាពផ្អែមល្ហែមភាពលោភលឿនបែបណាការឆ្លើយតបសភាពលក្ខណៈផ្លូវចិត្តបែបណាដែលធ្វើឲ្យនារីដែលជាដៃគូជីវិតរបស់ខ្លួននឹងទទួលបានអារម្មណ៍ថាស្កប់ស្កល់ទទួលអារម្មណ៍ថាសុវត្ថិភាពទទួលអារម្មណ៍ថាជាបង្អែកនិងជាជំរកដ៏កក់ក្ដៅសម្រាប់នាងនៅពេលដែលថាឲ្យនាងនៅពេលដែលប្រាប់ពីកំហុសអីឲ្យនាងចាំបាច់ត្រូវតែលួងលោមជាចាំបាច់បន្ទាប់ពីឃើញថានាងទទួលស្គាល់នៅកំហុសហើយនាងដឹងពីកំហុសរបស់ខ្លួនហើយត្រូវតែនិយាយយ៉ាងណាកុំឲ្យនាងមានអារម្មណ៍ថាម្នាក់ឯងឲ្យនាងមានអារម្មណ៍ថាយើងជាបង្អែករបស់នាងយើងជាជំរកដ៏កក់ក្ដៅរបស់នាងប្រាប់នាងថាបើសិនជាបងមិនប្រាប់អូនពីកំហុសនោះទេគឺថាមានអ្នកណាហ៊ានប្រាប់អូនត្បិតថាបងនិយាយហ្នឹងហាក់បីដូចជាមានទម្ងន់សម្រាប់ផ្លូវចិត្តរបស់អូនក៏ប៉ុន្តែបើសិនជាបងមិនប្រាប់អូនពីកំហុសហ្នឹងស៊ូថានរណាតែហ៊ានប្រាប់អូនក្រៅពីបងប្រាប់នេះមិនមែនជាការស្ដីបន្ទោសមិនមែនជាការនិយាយឲ្យអូនទៅឆ្ងាយពីបងឬរុញឲ្យអូនឃ្លាតឆ្ងាយពីបងទេតែដើម្បីឲ្យអូនកាន់តែនៅក្បែរបងឲ្យអូនកាន់តែដឹងថាមានបងម្នាក់ដែលជាបង្គោលដែលជាបង្អែកដែលជាអ្នកផ្ដល់នៅដំបូន្មានដែលជាអ្នកផ្ដល់នៅអារម្មណ៍កប់ស្កល់និងអារម្មណ៍មានបង្គោលក្នុងការផ្អែករបស់អូនអញ្ចឹងការស្រឡាញ់របស់បងគឺជាការមើលថែយ៉ាងដិតដល់មិនថារឿងខុសរឿងត្រូវបងចាំបាច់ត្រូវតែប្រាប់អូនពេលអូនធ្វើកំហុសបងមិនអាចមិនអើពើនោះទេដោយសារតែអូនជាការភ្នែករបស់បងដោយសារតែអូនជាម្ចាស់បេះដូងរបស់បងអញ្ចឹងហើយការប្រាប់ពីកំហុសដែលបងប្រាប់ទៅនឹងអូនត្រូវតែមើលឲ្យឃើញថាបងស្រឡាញ់អូនទើបបងប្រាប់អូនបែបហ្នឹងកុំមានអារម្មណ៍ថាបងដេញអូនទៅឆ្ងាយណាបងនិយាយនេះក៏ព្រោះតែបងចង់ឲ្យអូនកាន់តែមកនៅក្បែរបងកាន់តែយល់ពីបងឲ្យបានច្បាស់នឹងហើយយើងអាចបន្តដំណើរដ៏វែងឆ្ងាយជាមួយគ្នាក្នុងផ្លូវជីវិតដែលរយៈពេលនៃការកាន់ដៃគ្នានឹងមិនដឹងថាយើងនឹងឆ្លងកាត់ឧបសគ្គអីខ្លះមិនដឹងថាយើងនឹងជួបភ្លៀងអីខ្លះទេក៏ប៉ុន្តែបងគាត់តែសង្ឃឹមថាអ្វីដែលជាជំហរបេះដូងរបស់បងអ្វីដែលជាក្តីស្រឡាញ់ដែលបងមានចំពោះអូនយើងនឹងអាចឆ្លងកាត់វានៅរឿងរ៉ាវជាច្រើនដើម្បីសម្រេចនៅក្តីសម័យរបស់យើងទាំងពីរហើយមានក្តីសុខរហូតដល់យើងចាស់កោងខ្នងលាចាក់លោកពីលោកនេះទៅជីវិតរបស់មនុស្សយើងគឺខ្លីណាស់បើសិនជាការរស់នៅជាដៃគូជីវិតមានតែភាពប្រទៀងប្រទើសមានតែការមិនយល់ចិត្តមានតែការឆ្លោះមានតែការយកចង់ឈ្នះចង់ចាញ់ស៊ូថាមានតម្លៃអីក្នុងការបន្តនៅសេចក្តីស្រឡាញ់ក្នុងការបន្តនៅដំណើរជីវិតដ៏វែងជាមួយគ្នាការតាក់តែងការនិពន្ធរបស់ខ្ញុំបានផ្សារភ្ជាប់នៅការយល់ដឹងយ៉ាងស៊ីជម្រៅ
ពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងស្នេហាបែបនោះគឺផ្ដល់នៅការឆ្លើយតបបែបណាស្ថានភាពជាក់ស្ដែងបែបណាដែលជាតម្រុយឲ្យដៃគូជីវិតជាស្នេហានឹងកាន់តែយូរកាន់តែស្រឡាញ់មានការយល់ចិត្តមានការអោបកសោបមានការផ្អែមល្ហែមកាន់តែយូរកាន់តែស្រឡាញ់ដូចខ្ញុំលើកឡើងពីខាងដើមអញ្ចឹងហើយរឿងដែលខ្ញុំសរសេរទី1ហ្នឹងគឺចំហបេះដូងរឿងហ្នឹងគឺមានជំរឿស្នេហាយ៉ាងជ្រាលជ្រៅក្នុងសាច់រឿងហ្នឹងពាក់ព័ន្ធជាមួយនឹងតួអង្គគឺពោពេញដោយភាពផ្អែមល្ហែមក៏មានចំណុចដែលមានឧបសគ្គនៃស្នេហាតែពួកគេបានឆ្លងកាត់នៅឧបសគ្គស្នេហាគ្រប់ដំណាក់កាលទាំងអស់ទើបខ្ញុំដាក់ចំណងជើងថាចំហបេះដូងវាសំដៅលើបុរសដែលស្រឡាញ់នារីដែលជាដៃគូម្ចាស់ចិត្តម្ចាស់បេះដូងហ្នឹងគឺពុះពៀគ្រប់យ៉ាងដើម្បីផ្ដល់នៅអ្វីដែលជាតម្រូវការរបស់ដៃគូជីវិតរបស់ខ្លួនដែលជានារីហ្នឹងហើយតែភាពលក្ខណៈនេះការឆ្លើយតបក្នុងទំនាក់ទំនងស្នេហាបែបណាដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងក្លាយជាតួអង្គឯកនៅក្នុងសាច់រឿងរបស់ខ្ញុំគឺមាននៅក្នុងរឿងមនោសញ្ចេតនាតែជារឿងរំជួលចិត្តរឿងមនោសញ្ចេតនារំជួលចិត្តដែលខ្ញុំនិពន្ធមកជាបន្តហើយខ្ញុំសង្ឃឹមថាបើសិនជាបងពុកម៉ែបងប្អូនបានអាននៅសាច់រឿងដែលខ្ញុំបានសរសេរបាននិពន្ធខ្ញុំសង្ឃឹមថានឹងបានផ្ដល់នៅភាពកំសាន្តមួយហើយនឹងទទួលបាននៅអារម្មណ៍មួយដែលអ្វីដែលជាតម្រូវការរបស់ផ្លូវចិត្តរបស់មនុស្សតែមានស្នេហាឬក៏មានបំណងនឹងមានស្នេហាហើយជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាតែងតែស្រមៃចង់បានអញ្ចឹងខ្ញុំសង្ឃឹមថាសុភាពបុរសសុភាពនារីដែលបានស្ដាប់វីដេអូនេះហើយមានការចង់ដឹងចង់ឮបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងអ្វីដែលជាសភាពលក្ខណៈតួអង្គរបស់រឿងដែលខ្ញុំនិពន្ធឈ្មោះថាជំហរបេះដូងហ្នឹងដែលមានតួអង្គបុរសឈ្មោះជលសាហើយនឹងតួអង្គនារីឈ្មោះគិរីនឹងតើស្នេហារបស់ពួកគេបែបណាភាពអែមល្ហែមភាពល្អអឿនការឆ្លងកាត់ឧបសគ្គបែបណាការដែលចេះធ្វើឲ្យមានអារម្មណ៍រំភើបបែបណាជាធម្មតាស្នេហាវានៅពេលដែលស្រឡាញ់គ្នាដំបូងវាខ្លាំងក្លាតែស្នេហាបែបហ្នឹងវាមានលក្ខណៈទីជម្រៅហើយវាអាចធ្វើឲ្យស្នេហាកាន់តែយូរកាន់តែស្រឡាញ់ទៅអត់គឺក្នុងហ្នឹងមានការរៀបរាប់ពីសភាពលក្ខណៈនៃស្នេហាដែលពាក់ព័ន្ធជាមួយនឹងតួអង្គទាំងពីរហ្នឹងស្រឡាញ់គ្នាហើយមានចំហបែបណាមានផ្លូវចិត្តបែបណាភាពផ្អែមល្ហែមបែបណាសភាពតួអង្គដែលតែងតែស្រមៃដល់ក្នុងរឿងស្នេហាដែលខ្លួនឯងចង់បានហ្នឹងក៏មាននៅក្នុងរឿងនឹងដែរភាពផ្អែមល្ហែមការចេះយកចិត្តការលួងលោមដែលមនុស្សដែលចេះគ្នាខ្នក់វាធម្មតាកតតៃនិពន្ធគឺវាបញ្ចូលនៅអារម្មណ៍មនោសញ្ចេតនានៅក្នុងហ្នឹងហើយសភាពលក្ខណៈតួអង្គដែលនៃខ្នក់អញ្ចឹងបុរសយើងចេះឆ្លើយតបបែបណាជាមួយនឹងសភាពចិត្តបែបហ្នឹងសភាពមនុស្សស្រីដែលគួរឲ្យស្រឡាញ់បែបហ្នឹងវាធម្មតាក្នុងរឿងស្នេហាតួអង្គគឺប្រកាសជាគួរឲ្យស្រឡាញ់ហើយតែតួអង្គបែបណាដែលមើលទៅគួរឲ្យស្រឡាញ់ហើយក្នុងសភាពបងប្អូនជនរួមជាតិប្រកាសជាចង់ធ្វើខ្លួនម្នាក់ខ្លួនឯងហ្នឹងធ្វើជាមនុស្សដែលគួរឲ្យស្រឡាញ់ហើយតើធ្វើបែបណាដែលគួរឲ្យស្រឡាញ់ហើយនៅក្នុងកែវភ្នែករបស់បុរសជាច្រើនសម័យចង់ហើយមនុស្សប្រុសដែលមានចំហបែបណាមនុស្សប្រុសដែលពូកែឆ្លើយតបជាមួយនឹងផ្លូវចិត្តពូកែស្វែងយល់ពូកែយល់ចិត្តបែបណាដែលជាតម្រូវការពិតប្រាកដរបស់មនុស្សស្រីដែលខ្លួនឯងស្រឡាញ់ហើយមនុស្សប្រុសតែងតែចង់ខ្លាចជាវរៈបុរសចង់ខ្លាចជាទេវបុត្រក្នុងកែវភ្នែកនារីដែលខ្លួនស្រឡាញ់ដែរតើទៅធ្វើបែបណាតើត្រូវមានចំហបែបណាអញ្ចឹងខ្ញុំសង្ឃឹមថាសភាពលក្ខណៈតួអង្គដែលខ្ញុំនិពន្ធមកនឹងមានចំណែកក្នុងការคล้ายទៅជារឿងរ៉ាវពិតคล้ายទៅជាចំហនៃសភាពលក្ខណៈជាទេវបុត្រចំហនៃសភាពលក្ខណៈជាទេពធីតានៅក្នុងសាច់រឿងហ្នឹងហើយមនុស្សប្រុសមនុស្សស្រីដែលជាសភាពបរិសុទ្ធជាសភាពនារីចង់ឲ្យខ្លួនឯងคล้ายជាទេវបុត្រក្នុងកែវភ្នែករបស់នារីរបស់ខ្លួនហើយនារីចង់คล้ายជាទេពធីតានៅក្នុងកែវភ្នែករបស់បុរសដែលខ្លួនស្រឡាញ់នេះជាអ្វីដែលបានបង្កប់យ៉ាងជ្រាលជ្រៅនៅក្នុងទឹកបិចដែលខ្ញុំនិពន្ធមកហើយសាច់រឿងហ្នឹងគឺមានចំណងជើងថាជំហរបេះដូងអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍លើសាច់រឿងហ្នឹងអាចទំនាក់ទំនងមកខ្ញុំបានសូមអរគុណ